ខន្តីប្រែថាសេចក្តីអត់ធន់មានពីរប្រភេទអត់ធន់តាមផ្លូវកាយនិងអត់ធន់តាមផ្លូវកាយដូចជាការរិចសែងលីពូនរបស់ធ្ងន់ឬក៏ការងារណាលំបាកហាក្តៅហាខ្យល់នេះហៅថាការអត់ធន់តាមផ្លូវកាយហើយការអត់ធន់តាមផ្លូវចិត្តគឺការអត់ទ្រាំនឹងពាក្យប្រមាថមើលងាយមិនទាពីសំណាក់បុគ្គលដទៃជើអ្នកដែលចូលចិត្តបន្ទោសគេគឺដោយហេតុពីរយ៉ាងទី1ចាប់កំហុសអ្នកដទៃទី2មិនតក់ស្លុតនៅអកុសលធម៌របស់ខ្លួនឯងជើអ្នកដែលចូលចិត្តបន្ទោសគេហ្នឹងគឺជាមនុស្សថាប្រកបដោយមោហៈគឺវង្វេងអត់ការណាដែលចិត្តខឹងហ្នឹងចិត្តហ្នឹងច្បងច្បល់អត់មានបញ្ញាទេចឹងបានពិចារណាឃើញនៅកំហុសរបស់ខ្លួនទេដូចជាបុគ្គលនៅក្នុងបន្ទប់ងងឹតកាលណាងងឹតហើយគឺដើរអត់ឃើញអីទាំងអស់ដើរបុកនេះបុកនោះកាលណាមិញបុគ្គលដែលខឹងក្រោធហ្នឹងគឺធ្វើឲ្យចិត្តហ្នឹងច្បងច្បល់ចិត្តហ្នឹងមិនស្ងប់ក៏ខឹងក្រោធហើយអត់ដឹងថាខ្លួនឯងកំពុងសាងកំហុសខ្លួនឯងទេចាប់កំហុសតែអ្នកដទៃថានេះធ្វើមិនល្អដាក់ខ្លួនមិនធ្វើជាប្រយោជន៍ដល់ខ្លួនធ្វើប៉ះពាល់ដល់ញាតិមិត្តរបស់អញអញ្ចឹងទៅហើយក៏ខឹងក្រោធបន្ទោសបុគ្គលដែលមិនបន្ទោសតបមិនមែនថាជាមនុស្សអន់ទេគឺជាមនុស្សដែលមាននៅបញ្ញាអាចគ្រប់សង្កត់នៅសេចក្តីក្រៀវក្រោធបានកាលណាដែលគ្រប់សង្កត់នៅសេចក្តីក្រៀវក្រោធបានគឺមាននៅបញ្ញាដោះស្រាយនៅបញ្ហាជារឿងធំទៅជារឿងតូចទៅជាមានបញ្ហាអញ្ចឹងអ្នកដែលមានបញ្ញាគឺដោះស្រាយនៅបញ្ហាបែបហ្នឹងចំពោះដែលមនុស្សដែលខឹងក្រោធគឺបន្ទោសច្រឡោតតតូនប្រមងកំមាំងខ្លះនិយាយបាច់ដឹងតែខ្លួនឯងខុសណាពងនិយាយហ្នឹងដល់ពេលឈប់ឈ្លោះប្រកែកនៅពេលដែលចិត្តស្ងប់ក៏ពិចារណាថាអូអញនិយាយខុសបាត់អញគួរនិយាយចឹងសោះថាមនុស្សយកសម្ដីតម្រៃយកធ្លុកចឹងបើនៀបបាក់យកនៀបចុះបើសម្ដីហួសអត់មានអីជួបបានទេអញ្ចឹងយើងមុននិយាយអីយើងគិតបានត្រឹមត្រូវអញ្ចឹងមានបុគ្គលណាចង់សាងនៅកំហុសទេតែបើយើងមានកំហុសហើយយើងត្រូវការសុំទោសអភ័យទោសមិនមែននឹងតែខុសហើយបន្ថែមនៅកំហុសនឹងកាន់តែធ្ងន់ទៅទៀតឡើយចឹងព្រះសម្មាសម្ពុទ្ធសម្ដែងថាកោធេនចនេកោធៈអសាធុមសាធុនីចនេចនេកតេរយាទានេនិសច្ចលាលិកវេតិណាំងឈ្នះមនុស្សក្រោធដោយការមិនក្រោធឈ្នះមនុស្សមិនអដោយសេចក្តីល្អឈ្នះមនុស្សកំណាញ់ដោយការឲ្យឈ្នះមនុស្សដែលពោលពាក្យកុហកដោយពាក្យសច្ចៈចឹងឈ្នះមនុស្សក្រោធដោយការមិនក្រោធយ៉ាងម៉េចយើងមិនក្រោធមិនបន្ទោសតបតអ្នកដែលបន្ទោសជាមួយបុគ្គលដែលមិនបន្ទោសដូចជាបាច់អង្ការម្ចាស់ខ្យល់អញ្ចឹងបាយបង្ការម្ចាស់ខ្យល់អញ្ចឹងម៉េចខ្យល់ហ្នឹងវាមិនបក់ណោត្រូវខ្លួនឯងវិញយ៉ាងណាមិញបុគ្គលដែលខឹងក្រោធគេបន្ទោសគេហ្នឹងគឺចិត្តក្តៅរបស់ខ្លួនឯងហ្នឹងនៅក្នុងខ្លួនវាក្តៅរស់រាលក៏កាន់នៅស្អីຕົកហើយបុគ្គលដែលអត់ខឹងក្រោធហ្នឹងគឺចិត្តហ្នឹងទៅរមិញតិចដូចជាបានផឹកនៅទឹកអមរិតអញ្ចឹងឬក៏បុគ្គលដែលកំពុងខឹងហ្នឹងដូចជាយកគប់ភ្លើងយកទៅជលក់នឹងទឹកទន្លេកង្កៀអញ្ចឹងទោះបីកាន់គប់ភ្លើងចោលយ៉ាងណាក៏នៅតែរលត់អត់ឈ្នះមនុស្សដែលមិនក្រោធឡើយហើយឈ្នះមនុស្សគឺយើងធ្វើអំពើល្អដាក់បុគ្គលនោះរឿយទោះគេមិននឹកឃើញអំពើល្អយើងបានច្រើនប៉ុណ្ណាក៏បានតិចតួចដែរ
ជាងការបានតិចតួចហ្នឹងក៏ជាការជោគជ័យរបស់យើងដែរណាយើងអាចឈ្នះមនុស្សមិនល្អបានហើយឈ្នះមនុស្សកំណាញ់ដោយការឲ្យឈ្នះដោយការឲ្យហ្នឹងគឺយើងដូចទៅហញោមសម័យពីដើមចាស់គាត់ពេលគាត់ហូបបាយអញ្ចឹងទៅគាត់យកសម្លទៅជូតអ្នកចិត្តខាងមួយចានអញ្ចឹងទៅហើយបានអ្នកចិត្តខាងខ្លះកំណាញ់ញោមដល់ពេលគេឲ្យ4 10ដងគាត់នឹងថាអញឲ្យម្ដងវាមិនកើតអញ្ចឹងក៏ឲ្យតបវិញហ្នឹងការឈ្នះមនុស្សកំណាញ់ហើយឈ្នះមនុស្សកុហកដោយពាក្យសច្ចៈមនុស្សហ្នឹងកែនិយាយកុហកគេម្ដងគេលែងជឿ2 ដងយ៉ាងច្រើន2 ដងដល់ពេលខ្លួនឯងមានភ័យមានអន្តរាយភ្លើងឆេះទឹកចំនួនចោលលួចឆក់ប្លន់អញ្ចឹងទៅប្រាប់គេអត់មានណាជឿហើយមានស្អីអន្តរាយតែបុគ្គលដែលនិយាយពាក្យសច្ចៈគឺនិយាយម្ដងណាក៏គេជឿដែរសូម្បីតែអកហែមក៏គេស្ដាប់ដែរដោយទឹកមាត់យើងថាទឹកមាត់មានរសជាតិប្រៃញោមនិយាយអ្វីក៏ជាការពិតនិយាយអ្វីក៏គេជឿដែរអញ្ចឹងយើងបាច់ចង់ឈ្នះចង់ចាញ់បុគ្គលណាដែលបន្ទោសយើងទេបន្ទោសហ្នឹងជាអកុសលរបស់គេតែយើងសំខាន់គឺយើងអប់រំចិត្តរបស់ខ្លួនឯងហើយយើងមិនអាចទៅតម្រូវបុគ្គលណាមួយឲ្យនិយាយពាក្យឲ្យសមតាមអំណងរបស់យើងឬក៏ធ្វើអំពើដែលជាប្រយោជន៍របស់យើងឲ្យតាមចិត្តតាមបំណងប្រាថ្នារបស់យើងបានទេហើយបើគេធ្វើអំពើល្អដាក់យើងហើយយើងហ្នឹងក៏សប្បាយចិត្តរីករាយហើយតើយើងបាននៅខន្តីធម៌នេះមកពីណាតោះតែមានអ្នកបន្ទោសនឹងយើងទើបយើងមាននៅខន្តីបានបើមិនមានបុគ្គលណាធ្វើអាក្រក់ចំពោះយើងទេតើយើងអាចស្គាល់នៅអកុសលធម៌យើងអាចអប់រំចិត្តបានដោយរបៀបណាចឹងដូចព្រះសម្មាសម្ពុទ្ធព្រះអង្គសំបារមី4 អសង្ខ័យកម្រៃមួយសែនកាប់មានអ្នកបៀតបៀនព្យាបាទព្រះអង្គដូចជាទេវទត្តចឹងបៀតបៀនព្រះអង្គបន្ទោសជាមួយព្រះអង្គកាត់វងនៅជាតម្រៃឆាត់តន់កាត់ធ្លុកព្រះអង្គខន្តីអត់ទ្រាំក៏ជួយកាត់ធ្លុកឲ្យទេវទត្តទៀតឃើញព្រះអង្គអត់ធន់ហើយព្រះអង្គជាអ្នកក្រៀកឈ្មោះភរទត្តក៏ព្រះអង្គអត់ធន់ព្រះអង្គរក្សាសិលគេបៀតបៀនព្រះអង្គមិនបន្ទោសតបតឃើញអាការអត់ធន់របស់ព្រះអង្គនឹងហើយដែលជួយបំពេញបារមីព្រះអង្គឲ្យព្រះអង្គបានសម្រេចនៅសម្មាសម្ពោធិញ្ញាណហើយសួរថាបើមានអ្នកបន្ទោសជាមួយព្រះអង្គតើព្រះអង្គសន្សំនៅខន្តីបារមីបានទេគិតបានទេយើងចឹងយើងត្រូវគិតតែកន្លែងហ្នឹងចុះបើយើងចង់ធ្វើទានបើអត់មានអ្នកសុំគឺអ្នកខ្វះខាតអ្នកត្រូវការនៅរបស់ទាំងអស់ហ្នឹងយើងឃើញគេសុំយើងឲ្យហ្នឹងបុណ្យកុសលច្រើនណាញោមតែបើយើងឲ្យចំពោះអ្នកមានហើយគេមានសម្បត្តិគ្រប់យ៉ាងហើយយើងឲ្យគេដូចជាមិនត្រូវការញោមដូចគេមិនត្រូវការគេដូចគេមិនពេញចិត្តអីប្រហែលទេញោមដូចជាអ្នកកំពុងហេឃ្លានបាយយើងឲ្យបាយគេមួយចានគេអស់គុណយើងគេដឹងគុណយើងតែបើអ្នកដែលហូបបាយឆ្អែតហើយគេមានគ្រឿងបរិភោគឆ្អែតគ្រប់គ្រាន់ហើយយើងឲ្យគេវាទៅជារបស់ហ្នឹងអត់មានតម្លៃឃើញទេអញ្ចឹងយើងត្រូវរៀនអត់ធន់ទោះបីគេបៀតបៀនឈ្លាននេះយើងដោយប្រការយ៉ាងណាក៏ដោយក៏យើងត្រូវគ្រាវក្រោត្រូវទប់នៅសេចក្តីគ្រាវក្រោធឲ្យបានបើយើងទប់មិនបានញោមគឺខន្តីរបស់យើងគឺអត់អាចសម្រេចជាប្រយោជន៍ទេ